bà chơi xung mình phải nâng bong đó xa chỉ mấy bà để sao tại bong cột của mình cho xui nâng miền ạ kho mà xu tha nhom sai nhom dây nhom like ở môn máy nhom gì tha miền cả họ đồ đây là tam trong đàn này ở bởi vì mình tới Campuchia tới Việt Nam trong cột ngò là họ đồ được vài na Việt Nam giờ đây ấy tầm tới tầm bây có mà có giờ lắm nhưng xong live video OTP ní tầm bây an chế po miền là bao chịu gì đấy để cột làm trên sai cái rồi chia phongในក្នុងបណ្ដាញសង្គម Facebook ណាចឹងអរគុណបងប្អូនទាំងអស់ដែលចាប់អារម្មណ៍នៅរឿងបញ្ហាព្រំដែនប្រទេសកម្ពុជាជាពិសេសបងប្អូននៅក្នុងខេត្តប៉ៃរីងដែលស្គាល់ខ្ញុំបាទនិយាយដឹងហើយនៅខាងព្រំដែនយើងដែលជាប់នៅក្នុងនៅខេត្តប៉ៃរីងដែលបងប្អូនបានខលមកស៊ូកាលណាដែរនៅដូចជានៅតស៊ូសសេកនៅកគីបាទនៅដូងបាទនៅច្រើនណាខ្ញុំអត់អត់ទៅស្គាល់ណាខ្ញុំទៅច្បាស់ដែរនៅតាមទៀនអីចឹងទៅណាចឹងសំខាន់ខ្ញុំចង់បញ្ជាក់ដំបូងចេះថារឿងការដោះដូរដីតាមព្រំដែននេះមិនទៅកើតមាននៅក្នុងឆ្នាំនេះទេគឺមានគម្រោងដោះដូរនេះជាច្រើនដងហើយណាក៏ប៉ុន្តែយើងដឹងហើយរដងគឺមានអង្គការសិទ្ធិមនុស្សជាច្រើនដែលតែប្រកែកប្រឆាំងមិនឲ្យធ្វើការដោះដូរអីចឹងទៅគឺជាយុវជនជាច្រើនតែឥឡូវដល់បន្ទាប់ពីបណ្ឌិតកម្មលេងលោកគាត់ស្លាប់បាត់ទៅបាទអ្នកមកគាត់លែងហ៊ានមកហើយណាចឹងគូខ្មែរទាំងអស់ស្លាប់ដូចដើមនៅក្នុងស្លូកក្នុងស្នូកចឹងណាអាណាគាត់ទៅណាបាទហើយចំពោះរឿងដែលឥឡូវនេះគេលែងពិបាកនៅក្នុងការដោះដូរទៀតហើយព្រោះថាមន្ត្រីអង្គការសិទ្ធិមនុស្សក៏ជាបង្ការក្រុមមើលផ្សេងគឺគាត់ចូលគុកអស់ហើយបើគេចាប់ដាក់គុកអស់ហើយឆ្នេះហើយលែងមានរារាំងហើយឆ្នេះផ្នែកនេះគឺបានសម្រេចហើយណាគោលបំណងរបស់អ្នកដែលចង់ដោះដូរណាអញ្ចឹងគឺជាឱកាសរបស់ដែលយើងដឹងហើយថាគ្រប់រឿងដែលយើងធ្វើជាមួយវៀតណាមគឺខ្មែរយើងមិនអាចចំណេញទេឆ្នេះហើយខ្ញុំមានការព្រួយបារម្ភណាស់ហើយខ្ញុំឃើញថាកូនខ្មែរយើងទាំងអស់គ្នាគឺមានការព្រួយបារម្ភដូចខ្ញុំដែរណាអញ្ចឹងខ្ញុំសូមកុំឲ្យបងប្អូនតឹងយូរខ្ញុំសូមអានព័ត៌មានរបស់ជួសស៊ីស័យតាមពិតទៅមិនមែនទៅតែកាត់ឡើងហើយនេះទេគឺតាំងពីមិនសិលមួយថ្ងៃម្លេះប៉ុន្តែដោយសារតែខ្ញុំមិនមានពេល live វីដេអូដោយសារតែខ្ញុំខាន live យូរហើយចឹងទៅខ្ញុំថាខ្ញុំមិនចង់ពាក់ព័ន្ធរឿងនយោបាយប៉ុន្តែទុកយូរទៅដូចវាមិនដឹងបាទវាមានអារម្មណ៍ថាដូចយើងធ្លាប់តែ live ហើយឃើញបងប្អូនទាំងអស់គ្នាគាត់ចាប់អារម្មណ៍អញ្ចឹងណាអញ្ចឹងធ្វើដូចថាស្រឡាញ់ទៅចិត្តគាត់ទៅអញ្ចឹងអីគាត់នៅឃើញចង់ live វីដេអូម្ដងទៀតណាអញ្ចឹងនេះគឺជាព័ត៌មានរបស់ជួសស៊ីត្រីគាត់និយាយថាកម្ពុជាវៀតណាមព្រមព្រៀងដោះដូរដីនៅតំបន់មួយចំនួនតាមបណ្ដាខេត្តជាប់ព្រំដែនបាទអញ្ចឹងកម្ពុជាវៀតណាមព្រមព្រៀងដោះដូរដីគ្នានៅក្នុងតំបន់មួយចំនួនតាមបណ្ដាខេត្តជាប់ព្រំដែនប្រទេសទាំងពីរការព្រមព្រៀងគ្នានេះកើតឡើងនៅក្នុងពេលដែលគណៈកម្មការព្រំដែនចម្រុះព្រំដែនដីគោកម្ពុជានិងវៀតណាមជួបប្រជុំគ្នាលើទឹកដីវៀតណាមកាលពីថ្ងៃទី13ថ្ងៃដល់ថ្ងៃទី20ខែតុលានៅទីក្រុងហូជីមិញបាទអញ្ចឹងសូម្បីតែប្រជុំអ្វីៗទៅប្រជុំនៅវៀតណាមទៀតណាបាទអញ្ចឹងវៀតណាមស្នើសុំអ្វីគឺយើងធ្វើតាមគេណាយើងមិនថាយើងនេះមិនទេណាបើយើងគិតទៅយើងសុំគេចោះចូលសុំគេធ្វើមេយើងមកទៅណាយើងស្អីគេធ្វើគេសុំអីបានហ្នឹងណាដើម្បីពលរដ្ឋខ្មែរសុំទៅមើលតែដីខ្លួនឯងស្រែខ្លួនឯងដែលធ្លាប់ទៅស្ទូងតាំងពីដេគេដូនតាមកបាទគាត់ស្ទូងតទៅដល់កូនគាត់ក៏ដឹងដែរណាក្មេងកើតចំនួនហ្នឹងក៏គាត់ដឹងថាដីជាដីរបស់គាត់ដែរក៏អាជ្ញាធរយើងមិនឲ្យចូលទៅមើលដែរប៉ុន្តែចំណែកខាងវៀតណាមវិញស្នើសុំនេះស្នើសុំនោះគឺយើងបាទស្របតាមគេរហូតអញ្ចឹងសុំគេធ្វើមេមកទៅបាទនេះខ្ញុំសុំលើកបន្តិចណាបាទតទៀតបាទកាលថ្ងៃទី13ដល់ថ្ងៃទី20ខែតុលានៅទីក្រុងហូជីមិញតែបំពេញនេះជាកំណត់ហេតុនៃកិច្ចប្រជុំរបស់គណៈកម្មការចម្រុះព្រំដែនគោកកម្ពុជាវៀតណាមដែលត្រូវក្រសួងការបរទេសវៀតណាមចេញផ្សាយនៅថ្ងៃទី20ខែតុលាឆ្នាំ2016ជាភាសាវៀតណាមតាមគេហទំព័ររបស់ខ្លួនបាទគេចេញផ្សាយនៅក្នុងប្រទេសវៀតណាមជាភាសាវៀតណាមទៀតណាបាទតាមភាគីទាំងពីរកម្ពុជាវៀតណាមបានពិភាក្សាអំពីការដោះដូរដីតាមរូបមន្តអនុសារណៈយោគយល់គ្នា MOU នៅតាមខេត្តមួយចំនួនដែលពាក់ព័ន្ធនឹងប្រទេសទាំងពីរក្រៅពីនេះភាគីទាំងពីរឯកភាពអញ្ជើញអ្នកជំនាញអន្តរជាតិដើម្បីមកជួយក្នុងការបោះបង្គោលព្រំដែនប្រធានគណៈកម្មការចម្រុះបាទសុំកាត់ទៅនេះបន្តិចត្រង់កន្លែងថាយើងសុំជំនួយឲ្យខាងភាគីអន្តរជាតិបាទខាងភាគីមួយចំនួនដែលដឹងឮខាងនេះហ្នឹងដើម្បីឲ្យមកជួយបោះបង្គោលព្រំដែនហ្នឹងខ្ញុំថាវាគ្រាន់តែជារឿងយកគូទេបងប្អូនណាបើខ្ញុំនិយាយខុសក៏បងប្អូនអាចវិភាគទាំងអស់គ្នាណាពីព្រោះអីហេតុអីបានខ្ញុំនិយាយថាជារឿងយកគូគ្រប់ពេលដែលមានការរិះគន់គ្រប់ពេលដែលមានការលើកឡើងរបស់អង្គការសិទ្ធិមនុស្សរបស់អង្គការរបស់អន្តរជាតិដែលគាត់លើកឡើងពីបញ្ហាក្នុងស្រុកខ្មែរគាត់ច្រានចោលគេទាំងអស់
សម្ដីគេគឺមិនបានស្មើសម្ដីវៀតណាមទេវៀតណាមនិយាយអីគឺគាត់ធ្វើតាមទាំងអស់ណាគឺខ្ញុំមិនចោទទៅលើរដ្ឋាភិបាលជាយ៉ាងណាទេបើយើងគិតទៅបើសិនជាអញ្ចឹងក៏ដែរសុំគេធ្វើមេខ្ញុំនិយាយមិនអញ្ចឹងសុំគេធ្វើមេហ្មងទៅហើយសុំគេនៅដូចឡាវនៅត្មងទៅបាទអញ្ចឹងបើសិនជាបងប្អូនខ្មែរទាំងអស់គ្នាចេះជឿចាប់ដូចខ្ញុំសង្ឃឹមថាបងប្អូនខ្មែរទាំងអស់គ្នានឹងចាប់អារម្មណ៍រឿងនេះរឿងពីមុនយើងកើតមិនទាន់ឬពីមុនយើងមិនដឹងច្បាស់អាហ្នឹងយើងមិនមែនជាកំហុសរបស់យើងទេបាទយើងមិនបាច់ឈឺចាប់ទេយើងគិតថាវាពូទៅហើយកម្ពុជាក្រោមខ្ចី5ឆ្នាំគេយកដាច់បាត់ទៅហើយបាទដីមួយចំនួនគេកាត់យកអស់ទៅហើយឥឡូវពេលនេះគេផ្សាយជាសាធារណៈយើងដឹងហើយបើសិនជាកូនខ្មែរទាំងអស់គ្នាគិតឲ្យបុគ្គលតែម្នាក់ជាអ្នកសម្រេចទៅលើជោគវាសនារបស់ប្រទេសខ្មែរមួយទាំងមូលដែលមានទាំងអស់នោះមានជាប្រវត្តិខ្មែរនៅក្នុងប្រទេសរាប់លានអ្នក10លានអ្នកជាងហើយពេលនេះចេញមកក្រៅប្រទេសអស់រាប់លានអ្នកទៀតអញ្ចឹងបងប្អូនទាំងអស់គ្នាដឹងហើយឮហើយអញ្ចឹងមិនបាច់បន្ទោសដូនតាចំនួនមុនបន្ទោសមេដឹកនាំទេត្រូវបន្ទោសខ្លួនយើងបើសិនមកថ្ងៃក្រោយទៅមានការបាត់បង់អ្វីមួយយើងកុំបន្ទោសណាទាំងអស់ទៅខ្លួនយើងការតន់ហើយយើងបានដឹងហើយបានលឺទាំងអស់គ្នាហើយបើយើងមិនខ្វល់អានឹងកំហុសរបស់យើងហើយបងប្អូនណាអញ្ចឹងខ្ញុំសង្ឃឹមថាទាំងអស់គ្នានឹងចាប់អារម្មណ៍អញ្ចឹងខ្ញុំសូមអានបន្តភាគីទាំងពីរកម្ពុជាវៀតណាមបានពិភាក្សាអំពីការដោះដូរតាមរបបមន្តលោកសាវណៈអំណយូបាទសុំតាមមួយផ្លែតភ្លេចយើងមិញឡើយណាទេមិញនេះបាទប្រធានគណៈកម្មការរបស់អង្គព្រំដែនគោកម្ពុជាវៀតណាមលោកវ៉ាកំហុងបាទចេញមកទៀតហើយវ៉ាកំហុងដែលធ្លាប់តែនិយាយបាទស្រាប់សម្ដីលោកវ៉ាកំហុងទៅបើស្រាប់ខ្លួនឯងទៅណាបាទលោកវ៉ាកំហុងរកឲ្យអាស៊ីសេរីដឹងនៅថ្ងៃទី22ខែតុលាថាតំបន់ដែលត្រូវដោះដូរជាមួយភាគីវៀតណាមគឺជាដីភូមិរបស់ប្រជាពលរដ្ឋខ្មែរមួយចំនួនដែលចូលដីវៀតណាមបាទអញ្ចឹងលោកវ៉ាកំហុងលោកលើកឡើងថាដីខ្មែរមួយចំនួនលយចូលក្នុងដីវៀតណាមអញ្ចឹងបើថាកន្លែងហ្នឹងគឺដីវៀតណាមអញ្ចឹងខ្មែរចូលក្នុងដីវៀតណាមខ្ញុំអត់យល់អញ្ចឹងយើងកុំប្រើពាក្យនេះអីចង់និយាយថាយើងនិយាយឲ្យច្បាស់បន្តិចថាបើយើងគិតជាខ្សែបន្ទាត់ត្រង់វាដូចជាចូលទៅក្នុងដីគេណាអញ្ចឹងតាមពិតទៅគឺដីនេះទៅដីយើងដដែលទេប៉ុន្តែបើសិនតែគិតជាខ្សែបន្ទាត់ត្រង់គឺដីហ្នឹងវានៅក្នុងដីគេណាអញ្ចឹងវាក៏ចម្លែកដែរនៅក្នុងពិភពលោកវាកម្រមានណាស់ដែលប្រទេសដែលគេដោះដូរដីគ្នាអញ្ចឹងហើយជាមួយនឹងប្រទេសណាខ្ញុំមិនដឹងទេជាមួយនឹងប្រទេសខ្មែរនិងវៀតណាមប្រវត្តិសាស្ត្រប្រទេសខ្មែរនិងវៀតណាមគឺចាញ់បោកវៀតណាមគ្រប់សម័យកាលបាទហើយមិនដែលចំណេញទេបាទខ្ញុំនិយាយឧទាហរណ៍រឿងពិតមួយផ្ទាល់ខ្លួនខ្ញុំថ្ងៃមុនចាញ់បោកវៀតណាមមកតាដែរបាទធ្វើការវៀតណាមបោកថាធ្វើការទៅចាំម៉ោងថ្ងៃហ្នឹងចេញមុនម៉ោងឲ្យធ្វើការងារនឹងចប់ការងារនឹងវាច្រើនមិនដឹងថាងារនឹងធ្វើមិនហើយគេបោកជាមួយជួយជាមួយវាអញ្ចឹងប្រវត្តិសាស្ត្រខ្មែរចាញ់បោកវៀតណាមបោកសម្បីតែខ្ញុំកូនខ្មែរស្វ័យរៀបប្រកាសថ្ងៃហ្នឹងតែខ្ញុំធ្លាប់ចាញ់បោកវៀតណាមហើយទូស្គាល់ខ្លួនឯងមកបាទអញ្ចឹងហើយសូមដកឃ្លាតតែបន្តិចបងប្អូនបើមកចោមថាខ្ញុំមិនបានរិះគន់ទៅលើពលរដ្ឋវៀតណាមអ្នកកាត់សញ្ជាតិវៀតណាមទាំងអស់នោះទេខ្ញុំចង់សម្ដៅទៅលើរដ្ឋាភិបាលវៀតណាមដែរបាទខ្ញុំចង់និយាយថារឿងយើងនឹងវៀតណាមមិនដែលមានប្រវត្តិល្អទេខ្ញុំនិយាយមកអញ្ចឹងគឺប្រវត្តិវៀតណាមកេងចំណេញលើពលរដ្ឋខ្មែរពិសេសរដ្ឋាភិបាលវៀតណាមក្រុងហាណូយគឺតែងតែមានបំណងមិនល្អលើខ្មែរប្រទេសវៀតណាមតែងតែលក់ផលិតផលមិនមានគុណភាពមកឲ្យខ្មែរអញ្ចឹងដូចគ្នាទាំងអស់នេះគឺយើងដឹងទាំងអស់គ្នាមិនមែនដឹងតែកូនខ្មែរស្វែងរៀងទេបាទអញ្ចឹងយើងត្រូវទៅចូលរួមទាំងអស់គ្នាណាខ្ញុំសូមអានបន្តបន្តិចទៀតចឹងក៏បញ្ជាក់ថាទឹកដីដែលគេចង់ដូរហ្នឹងគឺត្រូវដោះដូរនៅស្ថិតនៅក្នុងខេត្តស្វាយរៀងរតនគិរីមណ្ឌលគិរីជាដើមបាទអញ្ចឹងរតនគិរីមណ្ឌលគិរីខ្ញុំអត់ស្គាល់ដឹងទេប៉ុន្តែស្វាយរៀងគឺជាទឹកដីរបស់ខេត្តខ្ញុំគឺមានតំបន់មួយចំនួនខ្ញុំដឹងថាជាប់ព្រំដែនវៀតណាមហ្នឹងមានដូចជាចូលហុងបាទតាសេតាស៊ូបាកាគីដូងបាទអញ្ចឹងមិញស៊ីនៀតនៅខាងដូងបានឆាតមកស៊ូថាតើនៅរំតនាខ្លះអញ្ចឹងគឺនៅដូងគឺនៅដូងហ្នឹងគឺដឹងហើយណាស៊ីនៀតឯនៅចិត្តដូងជាងគេនៅចិត្តព្រំដែនគេនៅជាប់ព្រំដែនហ្នឹងគឺដឹងច្បាស់ជាងខ្ញុំណាបាទអញ្ចឹងអាចខលទៅស៊ូអ្នកផ្ទះឬមិនតើគាត់ដឹងព័ត៌មានហ្នឹងអត់ណាខ្ញុំជឿថាព័ត៌មានទាំងអស់នេះបងប្អូនប្រជាពលរដ្ឋគាត់នៅតាមព្រំដែនខ្ញុំជឿថា 95% មិនទាន់មាននរណាមួយបានដឹងអំពីព័ត៌មាននេះទេណាដែលគាត់ជាអ្នកស្ថិតនៅតំបន់នោះបាទឧទាហរណ៍មួយនៅក្នុងប្រទេសកូរ៉េកាលពីថ្ងៃមុននេះគឺដោយសារតែការតម្លើងប្រព័ន្ធការពារមីស៊ីលបាទมันបានរៀបចំជាប្រវត្តិធ្វើឲ្យប្រជាពលរដ្ឋខឹងសម្បាហើយគប់ដុំគប់ពងមន់ត្រូវនាយករដ្ឋមន្ត្រីណាគាត់គប់មិនមែនត្រូវទេគប់ត្រូវទេគប់ឲ្យចំតែម្ដង
បាទប៉ុន្តែស្រុកខ្មែរយើងវិញជំរឿពលរដ្ឋនៅតាមព្រំដែនខ្ញុំជឿយកថា95%គាត់មិនត្រូវបានដឹងរឿងនេះទេអញ្ចឹងជំរឿតែគេដោះដូរឲ្យពលរដ្ឋបានដឹងឬក៏យ៉ាងម៉េចតើតែមានការទួញសោកទួញយំបានយើងស្ដាយក្រោយហួសពេលហើយណាហួសពេលហើយតែគេដោះដូរចុះហត្ថលេខាបាទដូចជារឿងនេះអញ្ចឹងគេអាងឡើងឥឡូវគេហ៊ានតែនិយាយកន្លែងប្រវត្តិសាស្ត្រថាដីកម្ពុជាក្រោមគឺជាដីរបស់គេទៀតណាបងប្អូនណាអញ្ចឹងហើយខ្ញុំគិតថាបើសិនជាអាចមិនបាច់ដោះដូរទេសង្កេតបោះបកគោព្រំដែនហ្នឹងក៏វាតាមហ្នឹងទៅវាមិនអស់ប្រមាណទេបាទបងប្អូនគ្រប់ត្រូលទេថាឲ្យបោះបកគោព្រំដែនតាមហ្នឹងទៅបាទពីព្រោះយើងមិនដែលចេះចំណេញពីលើវៀតណាមទេហើយខ្ញុំជាកូនខ្មែរហើយនេះមិនចង់ចំណេញពីវៀតណាមទេសូមឲ្យស្មើភាពគ្នាក្នុងនាមជាប្រទេសជិតខាងគ្នាយើងគូតែយោគយល់គ្នាយើងគូតែរស់នៅចុះសម្រុងនឹងគ្នាពលរដ្ឋវៀតណាមនៅក្នុងស្រុកខ្មែរគូតែយើងពលរដ្ឋវៀតណាមមកស្រុកខ្មែរដើម្បីអភិវឌ្ឍស្រុកខ្មែរមិនមែនមកបំផ្លាញស្រុកខ្មែរទេបាទត្រូវតែចេះរស់នៅចុះសម្រុងជាមួយនឹងបងប្អូនខ្មែរយើងទៅស្រឡាញ់វៀតណាមខ្ញុំអត់ឲ្យស្អប់ជនជាតិណាជនជាតិណាមួយទេអត់មានការរើសអើងពូជសាសន៍ទេណាក៏ប៉ុន្តែចំពោះជនជាតិណាក៏ដោយដែលចង់បំផ្លាញខ្មែរដែលមកឲ្យដើម្បីតែបំផ្លិចបំផ្លាញនៅក្នុងស្រុកខ្មែរបង្កជាអំពើអនាធិបតេយ្យក្នុងស្រុកខ្មែរដូចជាថ្ងៃមុនមានការជនជាតិវៀតណាមរៀបចំគម្រោងបោកគ្រប់បែកបាទមិនត្រឹមតែរៀបចំគម្រោងទេបានបោកទៅហើយគឺនៅណៃបងអត់អីទេនេះខ្ញុំភ្លេចបានហើយបាទអញ្ចឹងគឺបងប្អូនបានទូព័ត៌មាននេះហើយបាទមិនខ្ញុំបញ្ជាក់ទេអញ្ចឹងយើងសង្ឃឹមថាបាទនេះគឺជាទង់ចិត្តដែលខ្ញុំបានគូដល់ផ្ទាល់ដៃខ្ញុំហើយគឺគេមានតំណាងនៅក្នុងនេះថាចិត្តរបស់យើងគឺគុំស្កើងរុងរឿងណានៃបាទគឺបើយើងនិយាយពីសម័យដែលនៅក្នុងចម្រៀងគេថាអោខ្មែរអើយចូលចាំចិត្តថាតាមពងសាសនាពូជខ្មែរកើងណាបាទដែលសម្ដេចជួនណាតលោកនិពន្ធឡើងហ្នឹងគឺទេយើងកាលពីមុនគឺជាមហាបងប្អូនអូខេយើងមិនបាច់ថាចង់បានឲ្យនៅប៉ុនមហានគរយើងមិនបាច់តែច្បាំងយកទឹកដីមកវិញទេខ្ញុំតែមានសង្គ្រាមមានចំនួនជាមួយនឹងអ្នកចិត្តខាងរបស់យើងគឺបរទេសចិត្តខាងរបស់យើងណាអញ្ចឹងពេលនេះខ្ញុំសូមត្រឹមតែឲ្យបងប្អូនអូខេចាក់អារម្មណ៍នឹងដីដែលយើងចង់ឲ្យបងប្អូនទាំងអស់គ្នានៅជួយថែរក្សាដីដែលនៅសល់ដែលយើងដឹងទាំងអស់គ្នាពេលនេះយើងដឹងអស់ហើយណាទាំងអស់គ្នាហើយបាទហើយចឹងបងប្អូននៅស្រុកខ្មែរមួយចំនួនធំខ្ញុំជឿថាគាត់អត់ទាន់ដឹងទេបាទអញ្ចឹងគេចាស់គឺគាត់ឆាតមកសួរខ្ញុំអញ្ចឹងបងប្អូននៅកូរ៉េនៅថៃបាទសង្ឃឹមថាបងប្អូនដែលទទួលបានព័ត៌មាននេះហើយបងប្អូននឹងជួយចែករំលែកជួយ share ជាវីដេអូដែលបងប្អូនយើងគាត់បានលើកឡើងបាទជួយ share ជាវីដេអូដែលតាមព័ត៌មានផ្សេងៗគេបានលើកឡើងឲ្យគាត់បានដឹងណាអញ្ចឹងកុំឲ្យយើងមានការស្ដាយក្រោយដូចជាខ្ញុំនិយាយដែរហ្នឹងបាទព្រមតាមបន្តិចចង់បញ្ជាក់ថាកម្ពុជាក្រោមជ័យតែ5ឆ្នាំទេវៀតណាមខ្ចីដើម្បីវឹកហាត់ទ័ពទីបំផុតវៀតណាមយកបានសម្រេចហើយគេកន្លែងវត្តសាស្ត្រថាដីកម្ពុជាក្រោមគឺជាដីរបស់វៀតណាមតាំងពីដូនតាមកតែពិតជនជាតិវៀតណាមដែលដីប្រទេសវៀតណាមគឺជាជនជាតិមួយសំទោសបាទដាច់អនុដោយសារតែបងប្អូនយើងគាត់ខលមកណាហ្នឹងហើយអរគុណបងប្អូនអរគ្នាដែលចាប់អារម្មណ៍ណានិយាយលេងចង់ចាញ់ហើយខ្ញុំសូមអានបន្តិចទៀតទៅដោយសារតែព័ត៌មាននេះច្រើនណាស់បាទគេនិយាយច្រើនណាស់បាននៅក្នុងនេះខេត្តដែលយើងត្រូវដោះដូរគឺមានខេត្តស្វាយរៀងរតនគិរីមណ្ឌលគិរីហើយមានខេត្តមួយចំនួនទៀតដែលចូលព្រំដែនបងប្អូនដឹងហើយបាទអញ្ចឹងបាត់ដល់ដាច់ចុះដាច់ឡើងបាទខ្ញុំសូមអានតែម្ដងបាទនៅក្នុងខេត្តទាំង3ហ្នឹងដែលហើយបាទសូមទោសបាទសូមអភ័យទោសបងវាដាច់ដោយសារតែគេទេមកសម្លាយចប់សិនចាំខ្ញុំលើកបាទខ្ញុំស្មានបន្តបាទការដោះបាទការដោះដូរនេះគឺតាមរូបមន្ត MOU លុះត្រាមានតំបន់ដីនោះនៅក្នុងខេត្តជួបគ្នាប៉ុន្តែបើខេត្តនោះរកដីដូរមិនបានទេទើបមានការពិចារណារកកន្លែងផ្សេងនៅតំបន់ចិត្តនោះលោកថាមូលហេតុនៃការដោះដូរនេះបាទពីព្រោះថារដ្ឋាភិបាលមិនចង់ឲ្យពលរដ្ឋបាត់បង់ភូមិករដីស្រែចម្ការរបស់ខ្លួនកំពុងរស់នៅប៉ុន្តែជាដីដែលស្ថិតនៅក្នុងដែនដីរបស់វៀតណាមគេលក្ខខណ្ឌគេដោះដូរក្នុងខេត្តជាមួយគ្នាលុះត្រាខេត្តនោះអស់ដីគេអាចឆ្លងទៅខេត្តជាប់នឹងព្រោះដោះដូរទៅវិញទៅមកបាទ1ហិកតាទៅ1ហិកតាមកក្នុងស្មារតីកុំឲ្យបងប្អូនបាត់បង់ដីស្រែចម្ការរបស់គាត់បាទនេះគឺជាសម្ដីរបស់លោកវ៉ាគឹមហុងដែលជាប្រធានគណៈកម្មការព្រំដែនកម្ពុជាវៀតណាមបាទអញ្ចឹង
ខ្ញុំសូមលើកឡើងពីទស្សនៈរបស់លោកវ៉ាគីមហុងបន្តិចហើយសូមលើកឡើងពីការយកឃើញរបស់ខ្ញុំបន្តិចបាទបើសិនជារដ្ឋាភិបាលក៏ដូចជាមន្ត្រីតាក់ទងទៅនឹងកិច្ចការព្រំដែនលោកពិតជាមិនចង់ឲ្យមានការបាត់បង់មែនចំពោះបងប្អូនមួយចំនួនគាត់កំពុងតែទូញយំកំពុងតែយំស្រែកបាទដែលគាត់កំពុងតែយំស្រែកតាក់ទងទៅនឹងដីរបស់គាត់នៅព្រំដែនត្រូវវៀតណាមហាមគាត់មិនឲ្យចូលវៀតណាមហាមគាត់ខ្ញុំមិនទៅជឿចិត្តទេបងប្អូនខ្ញុំជឿចិត្តត្រង់ខ្មែរប៉ូលីសទីហិនខ្មែរហាមពលរដ្ឋខ្មែរមិនឲ្យចូលទៅធ្វើស្រែចម្ការក្នុងដីរបស់ខ្លួនមិនឲ្យអង្គការមិនឲ្យបាទប្រសង់មិនឲ្យបណ្ដាញយុវជនគាត់ចូលទៅមើលដើម្បីទទួលស្គាល់ថាជាដីរបស់ខ្មែរគាត់មិនឲ្យចូលទៅមើលព្រំដែនបាទវៀតណាមថាវៀតណាមតែក៏លោកជនជាតិគេផ្សេងជាយើងគេចង់បានដូចយើងដែរទេគេជិតតែរំលោភបំពានហើយបណ្ដាយើងខ្មែរដូចគ្នាហើយអីយើងមិនស្រឡាញ់គ្នាពេលនេះយើងគួរតែឈប់គិតពីរឿងបាក់ពីរឿងពួកយើងឈប់គិតរិះគន់គ្នាជេរបាទយើងគួរតែឈប់គិតអំពីរឿងអ្វីៗទាំងអស់បងប្អូនពេលនេះសំខាន់គឺរក្សាដីរបស់យើងនៅប៉ុណ្ណេះឲ្យបាននៅដល់កូនចៅយើងឲ្យគាត់ស្គាល់កុំឲ្យគាត់ឌីលយើងដូចយើងឌីលទៅដូនតាចំនួនមុនណាយើងតែងតែឌីលដូនតាចំនួនមុនថាមិនចេះថែរក្សាដីគាត់ល្ងងគាត់មិនចេះចោះចាត់ទុកថាគាត់កើតមិនទាន់សម័យកុំព្យូទ័រមិនទាន់សម័យ Facebook គាត់មិនបានទទួលព័ត៌មានតែបងប្អូនទាំងគ្នាបានទទួលព័ត៌មានគ្រប់គ្នាហើយបើសិនជាបងប្អូននេះទៀតនេះគឺមិនដឹងនិយាយថាម៉េចទេបាទបើសិនជាខ្ញុំជាអ្នកកើតចំនួនក្រោយវិញខ្ញុំមិនដឹងថាខ្ញុំជេរកប់មាត់ប្រព័ន្ធណាទេបើសិនជាយើងសម័យនេះហើយយើងដឹងទាំងអស់គ្នាហើយយើងមិននេះអញ្ចឹងបើខ្ញុំវិញខ្ញុំទៅកោតទោសអ្នកទាំងអស់គ្នាតែម្ដងបើសិនជាខ្ញុំទៅក្មេងចំនួនក្រោយដែលថាកើតមិនទាន់សម័យហ្នឹងណាកើតមកដល់បាត់ដីពេលហ្នឹងគឺមិនមែនជាពេលដែលយើងគ្មានសន្តិភាពទេពេលនេះយើងមានសន្តិភាពមិនពេញលេញក៏ដោយប៉ុន្តែយើងមានសន្តិភាពមួយដែលអាចទទួលយកបានបាទដែលយើងអាចនឹងបន្តការអភិវឌ្ឍយើងធ្វើការអភិវឌ្ឍបានអញ្ចឹងសង្ឃឹមថាបងប្អូនអរគ្នានឹងចូលរួមចាប់អារម្មណ៍នៅបញ្ហានេះបាទពីព្រោះរឿងបញ្ហាដីនៅតាមសម្បទានម្ដង99ឆ្នាំហើយដូចដែលបងប្អូនគ្រប់លើកឡើងហើយថាសម្បទានម្ដង99ឆ្នាំតើណានៅចាំយកដីនោះពីព្រោះថាយើងសប្តាហ៍មិនមានណាមួយរស់បានបាទអញ្ចឹងបើយើងពិធីនឹង5ឆ្នាំដែលបាត់ទៅហ្នឹងគឺយើង99ឆ្នាំក្នុងនេះឆ្ងាយណាស់ណាអញ្ចឹងសម្បីតែមានសន្ធិសញ្ញាមួយចំនួនគេប្រកាសឲ្យថាសន្ធិសញ្ញាមួយចំនួនដែលប្រព្រឹត្តឡើងកាលពីសម័យសង្គ្រាមគឺมันអាចដាច់រហូតពីព្រោះអ្នកខលមកជាតែខលមកបាទសំទោសផងដែលបានលើកណាចង់និយាយថាបងប្អូនទាំងអស់គ្នាបានឃើញព័ត៌មានហើយបងប្អូនទាំងអស់គ្នាឃើញខ្ញុំធ្វើវីដេអូហើយឃើញវីដេអូរបស់ខ្ញុំហើយបងប្អូនទាំងអស់គ្នាគ្រាន់តែ share ជាវីដេអូនេះបើបងប្អូនទាំងអស់គ្នាមិនហ៊ាននិយាយមិនមានពេលនិយាយតែទៅបងប្អូនទាំងអស់គ្នាមិនមានពេលនិយាយទៅចោះខ្ញុំមានពេលនិយាយខ្ញុំចង់បងប្អូនទាំងអស់គ្នាចែករំលែកបងប្អូនយើងដែលគាត់មិនបានមើលនឹងពេលនេះឲ្យគាត់បានឃើញផងហើយដើម្បីឲ្យគាត់ដឹងជាព័ត៌មានផងចាត់ទុកថាជាការដាស់តឿនការរំលឹកនៅស្មារតីស្នេហាជាតិស្រឡាញ់ជាតិហើយពាក្យស្នេហាជាតិពាក្យស្រឡាញ់ជាតិនេះបងប្អូនមួយចំនួនក៏គិតថាខ្មាស់គេណានិយាយពាក្យហ្នឹងមកបាទអញ្ចឹងនិយាយពាក្យស្អប់ជាតិបំផ្លាញជាតិអាហ្នឹងបានល្អណាបាទនិយាយពាក្យអាគុកនិយាយពាក្យបិទទ្វារវាយឆ្កែដូចបងធំមួយនៅស្រុកខ្មែរហ្នឹងអាហ្នឹងបានល្អណាបានសមជាអ្នកដឹកនាំរបស់បងប្អូនណាបាទអញ្ចឹងទោះតែអញ្ចឹងបានសមជាអ្នកដឹកនាំបាទអ្នកនិយាយពាក្យស្នេហាជាតិបងថាអូបងប្អូនថាអូអាហ្នឹងអីមកស្នេហាជាតិអីណាអស់ចាអីឯងអីណាស្នេហាជាតិអីណាអញ្ចឹងបងប្អូនគួរតែយកពាក្យស្នេហាជាតិនេះមកដាក់ក្នុងខ្លួនគ្រប់គ្នាទៅចោះបាទខ្ញុំសូមបង្វល់ខ្ញុំសូមលើកដៃសំពះបាទនេះមិនមែនជារឿងរបស់ខ្ញុំទេហើយក៏មិនមែនជារឿងរបស់ម្ដាយខ្ញុំគ្រូសាខ្ញុំណាប៉ុន្តែវាជារឿងរបស់ខ្ញុំទាំងអស់គ្នាណាសង្ឃឹមថាបងប្អូនទាំងអស់គ្នាយកពាក្យស្នេហាជាតិស្រឡាញ់ជាតិនេះស្រឡាញ់ទឹកដីខ្លួនឯងយកដាក់ក្នុងចិត្តពីព្រោះថាយើងកុំគិតថាវាមិនដល់កន្លែងយើងមហានគរមិនមែនប៉ុណ្ណេះទេធំជាង3 4ដងមិនសារប៉ុណ្ណេះគេយកអស់ទៅហើយបាទតែសារប៉ុណ្ណេះវាគ្មានអីជាបញ្ហាទេយួនបន្តិចថៃបន្តិចឡាវបន្តិចយើងគង់តែមានថ្ងៃអស់រលីងរលដីនៅឡើយបានទេយើងនៅលើដីប៉ុន្តែដីហ្នឹងគឺជាដីរបស់ប្រទេសគេបាទជាដីដែលគេគ្រប់គ្រងដូចនៅឡាវសប្តាហ៍ថ្ងៃអញ្ចឹងឡាវគឺត្រូវបានគេគ្រប់គ្រងរួចទៅហើយអញ្ចឹងនេះជាព័ត៌មានលម្អិតដែលបងប្អូនមួយចំនួនដែលគាត់បានសួរខ្ញុំហើយគាត់ផលមកសួរចង់ដឹងថាតើខ្ញុំលើកព័ត៌មាននេះមកពីណាមានហេតុផលច្បាស់លាស់អត់បាទមានព័ត៌មានអីអត់ទាំងសង្ឃឹមថាបងប្អូនទាំងអស់គ្នាមិនគិតថាខ្ញុំចេះតែលើកឡើងទេពីព្រោះវាមានហេតុទៅវាមានផលណាតើតែយកដីពលរដ្ឋបានពលរដ្ឋគាត់យំបានគាត់តវ៉ាណាបាទតើតែយើងនឹងទៅធ្វើអីមួយដល់គាត់ទៅគាត់បាទមកតវ៉ាបាទហើយបើសិនជាយើងឃើញគាត់តវ៉ាយើងគិតថាពួកគាត់
នេះពួកគាត់ចង់មករកស៊ីក្រកភ្លើងបាទពួកគាត់នឹងចង់មកចូលគុកអានឹងក៏តាមចិត្តបងប្អូនចោះបាទសម័យនេះហើយពលមានឃើញទឹកភ្នែកដាក់លឿនទៅទៀតហើយបាទបងប្អូននៅតែគិតអញ្ចឹងអានឹងជារឿងបងប្អូនខ្ញុំមិនដឹងថាម៉េចទេបាទនេះជារឿងចិត្តរបស់បងប្អូនណាចង់អរគុណច្រើនដើម្បីកុំឲ្យខ្ញុំចង់និយាយច្រើនទេនិយាយច្រើនទៅខុសបើមិននិយាយច្រើនខ្ញុំអស់បាទចង់និយាយស្អីទេចង់និយាយថាអរគុណច្រើនទាំងអស់ដល់បងប្អូនអរគ្នាដែលបានទស្សនាវីដេអូរបស់ខ្ញុំហើយសូមបងប្អូនជួយ share វីដេអូនេះឲ្យបងប្អូនយើងខ្ញុំមិនដែលចេះសុំអីទេប៉ុន្តែថ្ងៃនេះខ្ញុំមានពេល live ខ្ញុំចង់ឲ្យបងប្អូនអរគ្នាជួយ share វីដេអូនេះឲ្យបងប្អូនខ្មែរយើងអរគ្នាបានឃើញចង់ឲ្យបងប្អូននៅស្រុកខ្មែរបានឃើញជាទីបំផុតខ្ញុំនឹងជឿជាក់ថាបងប្អូននៅស្រុកខ្មែរ70% ឡើងគឺគាត់អត់បានដឹងព័ត៌មានទាំងអស់នេះទេបាទឥឡូវនេះវិទ្យុក៏គាត់លែងស្ដាប់ទូទាស់ក៏គាត់លែងមើលដែរគាត់អស់ជំនឿហើយវិទ្យុទូទាស់ស្រុកខ្មែរគាត់លែងចង់មើលហើយបាទអរគុណច្រើនណាអរគុណច្រើនចំពោះការទស្សនាវីដេអូណាសូមជួយ share វីដេអូនេះផងណា